Bè, thì bật thom xâm group đo cồn bật thọc xong thì group skara xâm group đo nhập thọ tiếng lại đo sẽ đây group. Bè, chẳng là những chỗ đo sân hạ trong cáo chẳng tờ bố miền hát cách thúy miền về tần ý hát cách thúy ở rõm hay nâng vật thụ lấy những chỗ đó vật thụ sân hạ ấy nhà chơi sân hạ trong cái thì có mình về đấy clay đây có miền bạc đôi ở rõm sân hạ đây và chẳng lấy những chỗ tới từng ngọc nhé ការរូបដុំចិត្តចិត្តសឹកដោយប្រភេទនៃវត្ថុរូបគឺដែលអាស្រ័យកើតជាមួយនឹងវត្ថុរូបហៅថាវត្ថុសង្ឃៈវត្ថុរូបដែលត្រូវជាទីអាស្រ័យកើតរបស់ចិត្តនិងចិត្តសឹកមាន6កន្លែងគឺវត្ថុ6ចឹងវត្ថុប្រហែលជាទីអាស្រ័យរបស់ចិត្តចិត្តសឹកហ្នឹងដែលត្រូវកើតហ្នឹងហើយវត្ថុ6មានដល់វត្ថុចក្ខុវត្ថុសោតវត្ថុធានវត្ថុជីវហវត្ថុកាយវត្ថុនិងហត្ថយវត្ថុដែលបានដល់ចក្ខុប្រសាទរូបសោតប្រសាទរូបធានប្រសាទរូបកាយប្រសាទរូបនិងហត្ថយប្រសាទរូបចឹងនេះយើងរៀននៅក្នុងបទឆាយទី6បានរៀនហើយប្រសាទរូប5និងហត្ថយវត្ថុហ្នឹងបាទសូមទៅទៀតអธิบายហ្នឹងហើយអธิบายចិត្តសឹកចិត្តសឹកទាំងឡាយរមែងអាស្រ័យតាំងនៅក្នុងធម៌ណាដូចឈ្នះធម៌ជាទីអាស្រ័យតាំងនៅរបស់ចិត្តនិងចិត្តសឹកទាំងនោះឈ្មោះថាវត្ថុហ្នឹងធម្មតាផែនដីរមែងជាទីអាស្រ័យនៅរបស់ជាទីអាស្រ័យនៅរបស់អវិញ្ញាណវត្ថុគឺវត្ថុបណ្ដាវត្ថុដែលមិនមានជីវិតមានភ្នំដើមឈើទន្លេជាដើមនិងសវិញ្ញាណវត្ថុគឺវត្ថុដែលមានជីវិតមានមនុស្សសត្វហ្នឹងហើយមានមនុស្សសត្វតេឆានជាដើមទាំងអស់នោះយ៉ាងណាវត្ថុទាំង6មានចក្ខុវត្ថុជាដើមក៏ជាទីអាស្រ័យនៅរបស់ចិត្តនិងចិត្តសឹកទាំងអស់នោះតាមសភាពរបស់ខ្លួនក៏យ៉ាងនោះដូចគ្នាដែរបណ្ដាដើមឈើទាំងឡាយរមែងចម្រើនលូតលាស់បានដោយអាស្រ័យផែនដីយ៉ាងណាចិត្តសឹកទាំងឡាយដែលប្រកបឡើងបាននឹងកើតបន្តគ្នារឿយៗទៅបាននោះក៏អាស្រ័យវត្ថុរូបទាំង6ក៏យ៉ាងនោះដែរហ្នឹងហើយវត្ថុរូបទាំង6នេះប្រៀបដូចផែនដីឯចិត្តនិងចិត្តសឹកប្រៀបដូចអវិញ្ញាណវត្ថុនិងសវិញ្ញាណវត្ថុព្រោះហេតុនោះទើបអនុឡោមពោលបានថាចិត្តនិងចិត្តសឹកទាំងឡាយនៅក្នុងវត្ថុរូបទាំង6ជាការពោលដោយវោហារប៉ុណ្ណោះហ្នឹងដូចជាពោលថាដើមឈើក្នុងក្របពូជឬសំឡេងរគាំងនៅក្នុងរគាំងប៉ុន្តែសេចក្តីពិតនោះដើមឈើមិនបាននៅក្នុងក្របពូជសំឡេងរគាំងមិនបាននៅក្នុងរគាំងទេដើមឈើក្តីសំឡេងរគាំងក្តីដែលប្រកាសឡើងបាននោះរមែងអាស្រ័យបច្ច័យបើហេតុបច្ច័យកើតឡើងព្រមគ្រប់គ្រាន់ហើយដើមឈើក៏កើតឡើងអំពីពូជបានហ្នឹងហើយសំឡេងរគាំងក៏កើតឡើងនៅសំឡេងរគាំងក៏កើតពីរគាំងបានយ៉ាងណាចិត្តនិងចិត្តសឹកក៏កើតឡើងអាស្រ័យវត្ថុ6ក៏យ៉ាងនោះដូចគ្នាដែរហ្នឹងបើមានហេតុបច្ច័យគ្រប់គ្រាន់ហើយចិត្តសឹកក៏កើតឡើងអំពីវត្ថុរូបបានប៉ុន្តែបើហេតុបច្ច័យមិនគ្រប់គ្រាន់ទេចិត្តសឹកក៏កើតឡើងអំពីវត្ថុ6មិនបានហ្នឹងអញ្ចឹងនេះចង់សំដៅលើធម៌កើតឡើងស្រ័យពីបច្ច័យហ្នឹងហើយដូចសំឡេងដែលយើងទះដៃចេះទៅហ្នឹងហើយអញ្ចឹងពេលដែលយើងទះដៃអញ្ចឹងសំឡេងមិនមាននៅក្នុងដៃឯដៃក៏មិនមាននៅក្នុងសំឡេងដែរប៉ុន្តែកាលណានៅហេតុដែលទី1មានចិត្តដែលចង់ទះមួយទៀតមានដៃពីរហ្នឹងដែលប៉តវ័យប៉ះនឹងប៉តវ័យហ្នឹងក៏កើតជាសំឡេងឡើងហ្នឹងហើយយ៉ាងណាមិញចិត្តយើងក៏អាស្រ័យវត្ថុដើម្បីកើតក៏ដូចគ្នាអញ្ចឹងបើមានតែវត្ថុមានតែភ្នែកមានថាចក្ខុប្រសាទរូបមានប៉ុន្តែចិត្តមិនមានក៏មិនអាចឃើញបានដែរ
hay miền chất hay chạm khổ và sàn từ rụp mình miến có mình ai khơi bàn này chẳng biết tra sai khi từ bên thầm đầm bấy ở chạm khổ bên nhìn nó khơi bàn lư bànนึกขอประจักษ์เป็นนังให้ทอได้จีให้จีปัจจัยở chất chấtสัตการล่างปีวัตถุประมวยนุมีนให้นังปัจจัยได้จีโกสำคัญใบยางคืออัตตะกรรมวัตถุหนึ่งให้หนึ่งอารมณ์หนึ่งทอได้จีให้ปัจจัยยังchất chấtสัตการล่างอัมปีวัตถุประมวยนุบ้านมีนให้ปัจจัยได้จีโกสำคัญใบยางคือหนึ่งបើគ្រប់អារម្មណ៍ទាំង3យ៉ាងនេះចិត្តចិត្តសឹកក៏កើតឡើងអំពីវត្ថុរូប6បានហ្នឹងហើយការសំដែងហេតុបច្ច័យនៃការកើតឡើងរវាងចិត្តចិត្តសឹកដល់អាស្រ័យវត្ថុទាំង6នេះនោះសំដៅយកចំពោះតែក្នុងបញ្ចវោការភូមិនឹងមានថាភូមិដែលមានខណ្ឌ5ណាបញ្ចវោការភូមិចំពោះក្នុងចតុវោការភូមិអានេះភូមិមានខណ្ឌ4សម្រាប់ដល់អរូបព្រំនឹងអរូបព្រំអត់មានរូបខណ្ឌទេមានតែនាមខណ្ឌវេទនាសញ្ញាសង្ខារនឹងអត់មានរូបខណ្ឌទេមានតែវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងហេតុបច្ច័យដែលធ្វើឲ្យចិត្តចិត្តសឹកកើតឡើងបានរមែងមានត្រឹមតែ2ប៉ុណ្ណោះហ្នឹងគឺអតីតកម្មហ្នឹងហើយនឹងអារម្មណ៍ហ្នឹងអញ្ចឹងអតីតកម្មសំដៅដល់អាកម្មដែលឲ្យបដិសន្ធិហ្នឹងណាបដិសន្ធិក្នុងភពថ្មីហ្នឹងហ្នឹងអញ្ចឹងវាមានចិត្តបដិសន្ធិក្នុងអរូបព្រំហ្នឹងហើយវាកើតវិញ្ញាណបដិសន្ធិហើយវាចាប់ដើមមានចិត្តហ្នឹងវាប៉ះជាមួយអារម្មណ៍ហ្នឹងក៏កើតនេះទៅហ្នឹងក៏កើតការត្រេះរិះការគិតក្នុងអរូបព្រំទៅហើយដល់ពេលនៅយើងមនុស្សទេវតារូបព្រំអីវាត្រូវមាននេះវាត្រូវអតីតកម្មមានវិញ្ញាណបដិសន្ធិហើយវាត្រូវនឹងឲ្យមានវត្ថុរូបមានអីទៀតហ្នឹងហើយដែលយើងត្រូវមកលឺសំឡេងល្អមិនល្អអីចឹងណាក្នុងសិនតកតងរឿងកម្មហ្នឹងឯងបើយើងលឺសំឡេងល្អមិនល្អវាតកតងកម្មពីអតីតដែរចឹងណាក្នុងវិបាកយើងត្រូវមកលឺសំឡេងធំក្លិនដឹងរសល្អមិនល្អអីចឹងហើយវាត្រូវមានអារម្មណ៍នឹងទៀតហ្នឹងហើយចឹងតែហ្នឹងប៉ុណ្្នឹងខ្លីៗទេយើងសុំតទៅទៀតតកតងនឹងភូមិ30វត្ថុ6និងវិញ្ញាណ7ចឹងវិញ្ញាណធាតុ7យើងចាំមើលដល់ខាងក្រោមវិញ្ញាណធាតុ7យ៉ាងអាស្រ័យវត្ថុ6កើតនៅក្នុងកាមភូមិ11ហ្នឹងហើយវិញ្ញាណ4យ៉ាងអាស្រ័យវត្ថុរូប3កើតក្នុងរូបព្រំ15នឹងវាអសញ្ញសតាភូមិចេញហើយវិញ្ញាណ1មិនបានអាស្រ័យវត្ថុណាមួយឡើយកើតក្នុងអរូបព្រំនឹងកើតនៅក្នុងអរូបព្រំ4ហ្នឹងចឹងយើងមើលតខាងក្រោមបានយើងយល់ហ្នឹងអានេះក៏គេសង្ខេបកូលទេចឹងមើលសេចក្តីអធិប្បាយវិញ្ញាណធាតុធម្មជាតិដែលទ្រទ្រង់នៅសភាពដឹងអារម្មណ៍ហ្នឹងផ្សេងដែលបានដល់ចិត្ត89ដួងឬ121ដួងការបបោដោយធាតុដឹងក៏រមែងបានវិញ្ញាណធាតុ7ការបបោដោយធាតុដឹងក៏រមែងបានវិញ្ញាណធាតុ7គឺនឹងវិញ្ញាណធាតុ7មានចក្ខុវិញ្ញាណធាតុសោតវិញ្ញាណធាតុខិនវិញ្ញាណធាតុជីវហាវិញ្ញាណធាតុហើយនឹងកាយវិញ្ញាណធាតុហ្នឹងហើយនឹងបានដល់72ដួងនៅហេតុកៈ72ដួងគឺចក្ខុមโนវិញ្ញាណធាតុហ្នឹងហើយនេះចិត្តហេតុកៈយើងហ្នឹងឯងនេះ72ដួងនេះអាហ្នឹងជាធាតុមួយធាតុឃើញណាហើយសោតវិញ្ញាណធាតុ72ដួងនេះហ្នឹងគេទៅសំដៅដល់ចិត្ត10ដួងនេះឯងនេះយើងមើលណាចិត្ត10ដួងនេះគឺនេះមកកញ្ញើសនេះមកកញ្ញើសហ្នឹង10ដួងហ្នឹងខាងកសលមួយអកសលមួយហ្នឹងទាំង5នេះគេហៅថាវិញ្ញាណធាតុ5ឬគេហៅថាបញ្ចវិញ្ញាណធាតុអញ្ចឹងណាហើយដល់ពេលមួយទៀតឧបេខាមโนវិញ្ញាណធាតុអហេតុកៈកិរិយាចិត្ត1ដួងឬគេហៅថាមโนធាតុនេះមโนធាតុ3ដួងហើយឧបេខាមโนវិញ្ញាណធាតុវិបាកចិត្ត2ដួងហ្នឹងអានឹងសំដៅដល់មโนធាតុ3នឹងឯងហ្នឹងសំដៅដល់ចិត្តនេះមโนធាតុអកុសលវិបាកហ្នឹង
មโนធាតុកសលវិបាកហើយខាងនេះកិរិយាមโนធាតុនេះមួយទៀតហ្នឹងអញ្ចឹងដល់3ដួងហ្នឹងអញ្ចឹង3ដួងគេហៅថាមโนធាតុអញ្ចឹងណាគេហៅថាមโนធាតុអញ្ចឹងវាមានសោតវិញ្ញាណធាតុធិនវិញ្ញាណធាតុជីវហាវិញ្ញាណធាតុគិនវិញ្ញាណធាតុកាយវិញ្ញាណធាតុហើយនឹងមโนធាតុហ្នឹងមโนធាតុហើយនឹងទី6ណាមโนធាតុដល់ពេលទី7មโนវិញ្ញាណធាតុហ្នឹងហើយអញ្ចឹងបានដល់76ដួងអញ្ចឹងណាមโนវិញ្ញាណធាតុបានដល់76ដួងយើងដកនេះទៅដកអាទ្វេបញ្ចវិញ្ញាណ10 89ដកអាទ្វេបញ្ចវិញ្ញាណ10មកដកមโนធាតុ3ទៀតមកយើងសល់ប៉ុន្មានហ្នឹងហើយមិនសល់76អញ្ចឹង76ចិត្តដែលសល់ប្រមាណមហាកុសលអកុសលកិរិយាចិត្តស្អីៗបានគឺជាមโนវិញ្ញាណធាតុទាំងអស់ហ្នឹងហើយមโนវិញ្ញាណធាតុទាំងអស់ធ្វើជាអនៈធ្វើស្អីហ្នឹងជាមโนវិញ្ញាណធាតុទាំងអស់ហ្នឹងហើយជាមើលដូចចិត្តនេះសិតតែមโนវិញ្ញាណធាតុនេះមโนវិញ្ញាណធាតុគេដាក់ឈ្មោះវានៅមុខនេះសមโนវិញ្ញាណធាតុនេះសមโนសមនោមโนវិញ្ញាណធាតុនេះសមโนវិញ្ញាណធាតុទាំងអស់អានេះសិតតែមโนវិញ្ញាណធាតុដែរនេះក៏មโนវិញ្ញាណធាតុដែរទៅជាម្នាក់ឯហ្នឹងមហាបាកមโนវិញ្ញាណធាតុកុសលអកុសលក៏មโนវិញ្ញាណធាតុហ្នឹងហើយប៉ុណ្ណឹងបាទឥឡូវចែកតទៀតចែកដល់ភូមិជាមួយនឹងវត្ថុជាទីអាស្រ័យកើតរបស់វិញ្ញាណធាតុនោះដែលប្រកបនៅភូមិផ្សេងមានចំនួនមិនស្មើគ្នានឹងដោយគាសាសង្កហៈទី13បានសម្ដែងប្រភេទរបស់ភូមិទុក្ខកាមភូមិ11កាមភូមិ11មានអីគេខ្លះមានមនុស្ស1ទេវតា6មនុស្ស1ទេវតា6ហើយនឹងអបាយភូមិ4វិញ្ញាណធាតុ7យ៉ាងកើតឡើងដែលអាស្រ័យវត្ថុ6ក្នុងរូបភូមិ15វិញ្ញាណធាតុ4យ៉ាងកើតឡើងដោយអាស្រ័យកើតឡើងដោយអាស្រ័យវត្ថុ3វិញ្ញាណធាតុ4យ៉ាងកើតឡើងដោយអាស្រ័យវត្ថុ3ក្នុងអរូបព្រំ4វិញ្ញាណធាតុ1កើតឡើងដោយនឹងមិនអាស្រ័យវត្ថុណាឡើយនឹងអញ្ចឹងចង់មានន័យថានៅក្នុងអរូបព្រំមាន15និងអរូបព្រំមាន4ជាន់យើងដឹងហើយ11នេះមនុស្សទេវតាហើយនឹងបាយភូមិមានវិញ្ញាណធាតុនឹង7យ៉ាងកើតឡើងដោយអាស្រ័យវត្ថុរូប6ហ្នឹងហើយអញ្ចឹងយើងមើលអា7ហ្នឹងយើងកើតយើងមានហើយភ្នែកឃើញរូបតិចអីហ្នឹងឬសំឡេងដឹងក្លិនដឹងរសសមានទាំងអស់គ្រប់ទាំង7ហ្នឹងប៉ុន្តែដល់ពេលនៅក្នុងរូបព្រំគឺមានតែ4ទេវិញ្ញាណធាតុមានតែ4ទេមូលហេតុអីនៅពោះពេលព្រំកើតឡើងព្រំអត់មានហ្នឹងហើយព្រំគឺមានតែនេះមានតែចក្ខុហើយនឹងសោតៈទេហ្នឹងហើយហើយមโนធាតុនេះមានដែរមโนធាតុ3នេះមានហ្នឹងហើយមโนធាតុមានប៉ុន្តែមិនធ្វើតទានបណៈទេព្រមជារូបបុគ្គលហ្នឹងអញ្ចឹងមានដក3នេះចេញហ្នឹងដក3នេះចេញអញ្ចឹងឲ្យទៅ7ហ្នឹងដក3នៅសល់តែ4នេះព្រមហ្នឹងគឺដកអាធិនវិញ្ញាណព្រមអត់ចេះដឹងក្លិនព្រមអត់ចេះមានដឹងរសជាតិហើយព្រមនឹងអត់ដឹងក្តៅត្រជាក់ទេប៉ុន្តែរូបកាយគេមានមុខមាត់អណ្ដាតគេមានច្រមុះគេមានគ្រាន់តែមិនសម្រាប់ដកដង្ហើមមិនសម្រាប់ដឹងរសទេព្រោះគេសោយបៃតេអញ្ចឹងព្រោះដោយសារតាឈានដែលគេបានហ្នឹងគឺគេហៅថាផលរបស់ឈានដែលគេចម្រើនហ្នឹងគឺវាគ្រប់សង្កត់នៅនិវរណៈធម៌5ហើយជាកាមឆន្ទៈហ្នឹងអញ្ចឹងហើយពួកដឹងក្លិនដឹងរសហើយប៉ះពាល់ផ្លូវកាយហ្នឹងវាជាភេទពួកកាមដែលក្រោតក្រៀតអញ្ចឹងហើយវាអត់អាចប្រតិស្ថិតនៅក្នុងចិត្តព្រមទេហ្នឹងអញ្ចឹងវាមានត្រឹមតែភ្នែកនិងចក្ខុដែលជាប្រយោជន៍ដល់ព្រំក្នុងការស្ដាប់ធម៌អាចបានសម្រេចធម៌ដែរនៅសម្រាប់រូបព្រំណាតែបើអរូបព្រំវិញអត់មានទាំងចក្ខុវិញ្ញាណទៀតនឹងចក្ខុវិញ្ញាណសតវិញ្ញាណអត់មានទេព្រោះអត់មានភ្នែកអត់មានត្រចៀកនិយាយទៅអត់មានចក្ខុប្រសាទធានប្រសាទអត់មាន
ở bên chạm khổ bát sát nó thiên là bát sát thế ở sầm tới chạm khổ bát sát đằng sau tại bát sát thế đọc về chẳng tới đôi kêu bao bỏ óng để ô tất cả tập bón năng là rạ tập bón nó tất cả là rùa bùm đọc về phòng bàn sầm lại thòให้trong tới chui pro kêu luôn ai nó có nâng này có hô pè rồi nơi rùa bùmแบบមានតិចចឹងចឹងព្រះអង្គរឹតខ្លាំងប៉ុណ្ណាមែនប៉ុន្តែវានៅក្នុងអំណាចធម្មជាតិមិនអាចឲ្យលើសពីធម្មជាតិបានទេហ្នឹងបើព្រមអត់តិចហើយអត់មានចក្ខុប្រសាទផងព្រះអង្គទៅឆ្នៃឲ្យព្រមនឹងមកមានចក្ខុប្រសាទដោយរឹតអីហ្នឹងគឺមិនបានទេហ្នឹងគឺវានៅក្រោមច្បាប់ធម្មជាតិទាំងអស់ហ្នឹងគាត់ថាច្បាប់ធម្មជាតិមានធម្មប៉ុណ្ណារឹតរបស់ព្រះអង្គអានុភាពព្រះអង្គគឺមានធម្មប៉ុណ្ណឹងហ្នឹងហើយអាក្រោមនេះអរូបព្រំ4នេះគឺមានតែមโนវិញ្ញាណធាតុមួយទេហ្នឹងហើយមានវិញ្ញាណធាតុមួយយ៉ាងគឺមโนវិញ្ញាណធាតុហ្នឹងហើយអត់មានអាស្រ័យវត្ថុណាទេនេះមានតែចុងក្រោយនេះឯងហ្នឹងចិត្តព្រំហ្នឹងមានតែប៉ុណ្្នឹងមានតែទី7មួយហ្នឹងហ្នឹងសារៈអរូបព្រំព្រមមានរូបហើយមានអាស្រ័យវត្ថុទេអានេះអាស្រ័យវត្ថុ3អញ្ចឹងតែព្រំអត់មានអាស្រ័យវត្ថុអីទេតមកទៀតការចែកវិញ្ញាណធាតុ7យ៉ាងដែលកើតក្នុងកាមភូមិ11ដោយវត្ថុរូប6ហ្នឹងជាងចែកមโนវិញ្ញាណធាតុដោយវត្ថុរូប6អញ្ចឹងយើងមើលចក្ខុវិញ្ញាណធាតុពីរដួងអាស្រ័យចក្ខុវត្ថុដើម្បីកើតសតៈពីរដួងអាស្រ័យសតៈវត្ថុដើម្បីកើតធានៈវិញ្ញាណធាតុពីរដួងអាស្រ័យធានៈវត្ថុដើម្បីកើតជីវហាវិញ្ញាណធាតុពីរដួងអាស្រ័យជីវហាវិញ្ញាណធាតុដើម្បីកើតកាយវិញ្ញាណធាតុពីរដួងអាស្រ័យកាយវត្ថុដើម្បីកើតមโนវិញ្ញាណធាតុ3ដួងអាស្រ័យហត្ថយវត្ថុដើម្បីកើតហើយនឹងមโนវិញ្ញាណធាតុនឹងបានដល់លេខខ្លះ67ដួងបានដល់កាមវចរៈចិត្ត41ដួងនឹងហើយមានមហាកុសល8អកុសលចិត្ត12មហាកិរិយាចិត្ត8នឹងហើយមាននឹងហើយអហេតុកៈដែលនៅសល់5ដួងទៀតហ្នឹងនឹងអញ្ចឹងសរុបមកវា41ហ្នឹងហ្នឹងមហាវិបាក8ឯទៀតហ្នឹងហើយអញ្ចឹងសរុបមកវា41ហ្នឹងហ្នឹងហើយមហាកតៈកុសលវិញមហាកតៈកុសលចិត្តអាហ្នឹងហើយនឹងមហាកិរិយាមហាកតៈកិរិយាចិត្ត9ដួងទៀតអញ្ចឹងវាមហាកតៈវិបាក9ដួងចេញហ្នឹងហើយនឹងលោកតរៈចិត្ត8ដួងជាង67ហ្នឹងគឺនឹង67គឺអាស្រ័យហត្ថយវត្ថុកើតហ្នឹងហើយហត្ថយវត្ថុដើម្បីកើតបាទអញ្ចឹងត្រង់ហ្នឹងមានប៉ុណ្្នឹងឯងក៏គេចែកដោយចិត្តណាជាប្រភេទអាស្រ័យអីអញ្ចឹងណាហ្នឹងហើយអាស្រ័យវត្ថុណាខ្លះអញ្ចឹងទៅចឹងមានប៉ុណ្្នឹងអញ្ចឹងវាមហាកតៈវិបាកនេះគឺអត់អាស្រ័យវត្ថុទេមហាកតៈវិបាកចិត្ត9ដួងហើយការចែកវិញ្ញាណធាតុ4ដែលកើតក្នុងរូបភូមិ15ហ្នឹងហើយដោយវត្ថុរូប3ហ្នឹងហើយចានេះចិត្តរបស់ព្រំហ្នឹងគឺសតវិញ្ញាណធាតុ2ចក្ខុវិញ្ញាណធាតុ2មโนធាតុ3ហើយនិងមโนវិញ្ញាណធាតុ62ហ្នឹងចានេះអាស្រ័យចក្ខុវត្ថុជាងព្រំមានចក្ខុវត្ថុដែរមានថាមានចក្ខុប្រសាទហ្នឹងហើយអាស្រ័យហត្ថយវត្ថុប៉ុណ្ណឹងតបមកអកុសលចិត្ត10វាតោសៈចិត្ត2អញ្ចឹងព្រំនោះអត់មានតោសៈទេហ្នឹងហើយព្រំអត់មកជីវិតរបស់ព្រំមិនដែលកើតតោសៈទេហើយយើងមើលដោយសារតែការដែលព្រំនឹងចម្រើនឈានហ្នឹងគឺឈានហ្នឹងវាគ្រប់សង្កត់នៅនិវរណៈធម៌5មានការមច្ឆន្ទៈនិងព្យាបាទៈថៃអ្នកមិត្តៈឧត្តចៈកបច្ចៈហើយនឹងវិចកឆាហ្នឹងហើយអញ្ចឹងឯងទៅព្យាបាទៈនោះអង្គធម៌បានដល់តោសៈហ្នឹងឯងអញ្ចឹងឯងទៅចិត្តដែលបដិសន្ធិនៅព្រំនោះអត់មានតោសៈចិត្តទេហ្នឹងមកជីវិតរបស់ព្រំហ្នឹងហើយមโนវិញ្ញាណធាតុអហេតុកៈវិបាកចិត្ត3ដួងអាហ្នឹងព្រំចិត្តហ្នឹងព្រំនៅព្រំមានហ្នឹងហើយឧបេក្ខាមโนវិញ្ញាណធាតុអហេតុកៈកិរិយាចិត្ត1ដួងហសេតបាតចិត្ត1ហ្នឹងព្រំក៏មានប្រារហន្តដែរណាមានហសេតបាតចិត្តដែរមហាកុសល8មហាកិរិយា8រូបាវចរៈចិត្ត
15អរូបាវចរៈចិត្ត4និងរូបាវចរៈកិរិយាចិត្ត4ហ្នឹងអញ្ចឹងយើងមើលហសិតបានចិត្តកើតនៅព្រំអញ្ចឹងមានថាព្រំមានព្រះរហន្តដែរមានកិរិយាចិត្តព្រំក៏មានអ្នកសម្រេចជាព្រះរហន្តដែរហ្នឹងហើយនឹងទាំងរូបព្រំទាំងអរូបព្រំហើយយើងមើលអរូបាវចរៈកុសលចិត្ត4អរូបាវចរៈកិរិយា4ហ្នឹងហើយអញ្ចឹងអ្នកនៅអរូបព្រំហ្នឹងមានអរូបាវចរៈកិរិយាដែរអញ្ចឹងហ្នឹងក៏ព្រំក៏មានអរូបព្រំក៏មានសម្រេចព្រះរហន្តដែរប៉ុន្តែយ៉ាងម៉េចយើងចាំមើលតិចទៀតយើងដឹងហើយព្រំយើងមើលចិត្តនេះកើតនៅព្រំមលោកចិត្តនេះកើតនៅព្រំមលោកមានថាព្រំនោះក៏អាចចម្រើនឈានបានដែរអញ្ចឹងណាព្រំគឺអាចចម្រើនឈានបានគ្រាន់តែថាអារម្មណ៍ដែលព្រំអាចចម្រើនឈានបាននោះវាមានតែតាមប្រភេទអារម្មណ៍អានោះដូចជាបែងចែកក្នុងបទឆាតទី9ហ្នឹងហើយជាមនុស្សទេវតាអាចចម្រើនកម្មដ្ឋាន40វិញចម្រើនឈានណាបានខ្លះចម្រើនឈានណាមិនបានខ្លះប៉ុន្តែចម្រើនបាសនាបានធម្មតាអញ្ចឹងណាហើយតកតងនឹងមនុស្សតកតងទេវតាចម្រើនកម្មដ្ឋាន40ហ្នឹងចម្រើនកម្មដ្ឋានណាបានចម្រើនកម្មដ្ឋានណាអត់បានអីចឹងណាដោយអសុភៈ10អីយើងនៅមនុស្សលោកយើងចម្រើនបានប៉ុន្តែនៅទេវតាចម្រើនសុភៈ10មិនកើតព្រោះទេវតាមានសាកសមប៉ុណ្ណឹងអត់មានសាកសមឲ្យសលឹងប៉ុណ្ណឹងហ្នឹងអញ្ចឹងនៅឋានទេវតាហ្នឹងគេចម្រើនអត់មានអសុភៈ10ទេគេចម្រើនកម្មដ្ឋានបែបណាមួយទៅហ្នឹងហើយយើងរៀនដល់ទៅយើងដឹងចឹងព្រំហ្នឹងក៏អាចជាព្រំហើយបដិសន្ធិជាព្រំហើយអាចចម្រើនឈាននៅឋានព្រំហ្នឹងទៅបានកើតជាព្រំមកតង់ទៀតអាហ្នឹងក៏មានដែរអញ្ចឹងណាចឹងហើយទៅអ្នកខ្លះទៅវាព្រំហើយវាមិនងាយមកមនុស្សទេព្រំហើយវាទៅកាត់ព្រំទៀតព្រំហើយព្រំទៀតអញ្ចឹងទៅវាចិត្តគេវាស្ងប់ស្រាប់គេចម្រើនឈានចិត្តនៅព្រំទៀតទៅគេសោយនឹងតែឈានចិត្តគេទៅហើយពួកគេអត់មានការមឆន្ទៈស្រាប់អញ្ចឹងគេអត់មានអីកង្វល់កង្វាយខ្វល់ខ្វាយរឿងលុយកាក់រឿងអីដូចយើងទេកាត់ជាព្រំហើយគេវិលពីព្រំមកទេវតាបើគេទេវតាចម្រើនបានឈានទៅកាត់ព្រំទៀតទៅវិលមកទេវលោកហ្នឹងចឹងប៉ុណ្ណឹងហើយមានលោកុត្តរៈចិត្ត3ដួងវត្ថុទាំង62នេះអាស្រ័យហត្ថយវត្ថុកើតហ្នឹងហើយនឹងស្រាប់នៅព្រំលោកហ្នឹងទាំងសំទោសនេះព្រំដែរប៉ុន្តែរូបព្រំ15ហ្នឹងហើយខ្ញុំសំទោសមិញច្រឡំបញ្យល់ទាំងអរូបព្រំសម្រាប់តែរូបព្រំ15ទេខ្ញុំថារូបព្រំ15ហ្នឹងក៏មានអរូបាវចរៈកិរិយាដែរវាចង់សម្ដៅថារូបព្រំហ្នឹងចម្រើនអរូបឈានបានដែរអញ្ចឹងណារូបព្រំហ្នឹងចម្រើនអរូបឈានបានដែរប៉ុន្តែបើសិនជាអរូបឈានហ្មងមកចម្រើនរូបឈានអត់បានទេបើសិនជាកើតជាអរូបព្រំចម្រើនឈានក៏ចម្រើនបានដែរប៉ុន្តែចម្រើនអរូបឈានទៅបណ្ដោយអញ្ចឹងចម្រើនចាប់ពីដូចថាខ្ញុំអរូបព្រំទី1ចាំបើខ្ញុំទៅកាន់អរូបព្រំទី1បើសិនចម្រើនអរូបព្រំមកចម្រើនរូបព្រំចម្រើនបានទេអញ្ចឹងណាបើចម្រើនអរូបព្រំមានន័យថាចម្រើនអាកាសានញ្ចាយតនៈខ្លួនឯងហ្នឹងទៅបើសិនជាកើតមកព្រំជាន់ទី2នឹងគ្រប់ព្រំជាន់ទី2វិញ្ញាណអញ្ចាយតនៈពេលចម្រើនឈានมันអាចចម្រើនអារម្មណ៍របស់រូបព្រំជាន់ទី1បានទេមកចម្រើនវិញ្ញាណអញ្ចាយតនៈហ្នឹងទៅវិញ្ញាណមិនមានទីបំផុតហ្នឹងទៅបណ្ដោយវាថាបើសិនជាអរូបព្រំចម្រើនពីកម្រិតដែលជាន់ខ្លួនឯងនៅតាណាចម្រើនពីកន្លែងអារម្មណ៍នៃអរូបព្រំពីចំណុចហ្នឹងទៅអញ្ចឹងណាអានោះវាវែងឆ្ងាយទេព្រោះយើងតែកើតនៅនឹងផងវាលងលយតិចហ្នឹងហើយហ្នឹងយើងទៅដល់ចិត្តព្រំហ្នឹងព្រំមានចិត្តអីទៀតនឹងមេរៀនព្រះអង្គដល់កហើយអស្ចារ្យហ្នឹងអានេះវិញ្ញាណធាតុមួយយ៉ាងដែលកើតក្នុងអរូបព្រំអានេះបានស្រាប់ដល់អរូបព្រំมันបានអាស្រ័យវត្ថុណាទេអញ្ចឹងព្រំវាអត់មានរូបអញ្ចឹងវាមានហត្ថយវត្ថុក៏វាអត់មានដែរប៉ុន្តែអត់មានហត្ថយវត្ថុដើម្បីអាស្រ័យកើតក៏ចិត្តវាកើតបានដែរអញ្ចឹងណាអញ្ចឹងវាកើតតែមโนវិញ្ញាណធាតុមួយទេ46ដួងអញ្ចឹងអកុសលចិត្តក៏មានដែរក្នុងអរូបព្រំក្នុងរូបព្រំក៏មានលោភៈចិត្តកើតដែរមានលោភៈមានមោហៈដែរនៅក្នុងព្រំហ្នឹងហើយវាតោសៈចិត្ត2ហ្នឹងហើយអត់មានតោសៈចិត្តទេអរូបព្រំហ្នឹងពេលខាងញោមវិធានហេតុកកិរិយា1មហាវិកុសល8មហាកិរិយា8ហ្នឹងអញ្ចឹងអរូបព្រំក៏មានព្រះរហន្តដែរអរូបាវចរៈចិត្ត12ហ្នឹងហើយលោកតរៈចិត្ត7អានេះវាសោតាបតនៈ1ហេតុអីហ្នឹងបើទៅកើតអរូបព្រំបដៅយើងគិតមើលអរូបព្រំអត់មានតិចប៉ុណ្ណឹងអត់មានតិចអត់មានភ្នែកប៉ុណ្ណឹងអញ្ចឹងអ្នកដែលអាចសម្រេចសោតាបានលុះត្រាតែបានស្ដាប់ធម៌សិន
បានស្ដាប់ធម៌ពីព្រះសម្មាសម្ពុទ្ធស្ដាប់ធម៌ពីនឹងពីប្រសង់ពីអីចឹងទៅមហាសាវកអីចឹងទៅបានសម្រេចធម៌ឬក៏រៀនពីគ្រូយើងក៏ដោយដែលជាធម៌របស់ព្រះអង្គហ្នឹងបានរៀនបានបប្រតិបត្តិសោតាសិនអញ្ចឹងណាបើបានសោតាបត្តមៈហើយសោតាបត្តផលកើតនៅនោះបានកើតនៅអរូបព្រំបានព្រោះវាមានពីរមែនទេមានសោតាបត្តមៈមួយមានសោតាបត្តផលមួយហ្នឹងមានមគ្គមួយផលមួយមគ្គអត់អាចកើតនៅអរូបព្រំទេព្រោះដើម្បីសម្រេចមគ្គគឺត្រូវតែសម្រេចនៅមនុស្សទេវតាឬក៏រូបព្រំនិយាយទៅឋានណាដែលមានតិចហើយមានភ្នែកដើម្បីមើលឃើញដើម្បីស្ដាប់បានឮធម៌អញ្ចឹងណាប៉ុន្តែបើសិនជាហ្នឹងហើយបានសោតាហើយទៅកើតអ្នកសោតាហ្នឹងព្រះសោតាលោកចម្រើនអរូបឈានណាពេលចម្រើនអរូបឈានទៅកើតនៅអរូបព្រំហើយអញ្ចឹងពេលលោកទៅកើតនៅអរូបព្រំលោកចូលផលសមាបត្តិអានោះមានផលកចិត្តធ្លាក់មកហើយអញ្ចឹងផលកចិត្តរបស់សោតាបត្តផលហ្នឹងគឺកើតនៅអរូបព្រំបានដោយសារតែពេលលោកទៅបដិជាព្រះសោតាបានអរូបឈានហ្នឹងពេលដែលលោកបដិសន្ធិនៅអរូបព្រំលោកចូលផលសមាបត្តិអញ្ចឹងផលកចិត្តកើតឡើងក្នុងផលសមាបត្តិដែលលោកចូលហ្នឹងមានសោតាបត្តផលជាអារម្មណ៍ហ្នឹងហើយអញ្ចឹងពេលហ្នឹងគឺនេះនឹងឯងហ្នឹងហើយអញ្ចឹងពេលហ្នឹងគឺសោតាបត្តផលហ្នឹងកើតនៅអរូបព្រំបានហ្នឹងកើតនៅអរូបព្រំបានហើយមួយទៀតពេលដែលសោតាបត្តផលលោកកើតនៅអរូបព្រំលោកចូលនិរោធចូលអីចឹងណាហ្នឹងហើយអញ្ចឹងហ្នឹងក៏ផលកចិត្តពេលចេញពីនិរោធវិញផលកចិត្តធ្លាក់មកមួយគណៈដែរហ្នឹងអាហ្នឹងវាអញ្ចេះប៉ុន្តែហ្នឹងវាវែងឆ្ងាយតិចគាត់ថានិយាយខ្លីទៅសោតាបត្តផលហ្នឹងអាចកាត់នៅអរូបព្រំបានតែសោតាបត្តមៈហ្នឹងហើយកាត់នៅអរូបព្រំអត់បានទេហ្នឹងហើយដូចគ្រូរបស់ព្រះអង្គអញ្ចឹងកើតទៅកាត់អរូបព្រំអីប៉ុន្តែមិនទាន់បានសោតាណាហ្នឹងហើយអញ្ចឹងអត់ទៅដល់នោះអត់ភ្លេចអត្តជាដើម្បីស្ដាប់ធម៌ព្រះអង្គទេតែបើយើងបានសោតាពីមនុស្សទៅហើយនឹងទៅកាត់នៅអរូបព្រំយើងចូលផលសមាបត្តិសោតាបត្តផលកាត់ឡើងធម្មតាហ្នឹងហើយប៉ុន្តែនៅជាព្រះសោតានៅអរូបព្រំហ្នឹងទៅហ្នឹងលក្ខណៈចេះហើយសោតាបត្តមៈនេះកើតឡើងតែនៅមនុស្សទេវតាហើយនឹងរូបព្រំអញ្ចឹងណាសោតាបត្តមៈកើតចំពោះតែមនុស្សហ្នឹងហើយមនុស្សនឹងបដិសន្ធិដែលមានពូជបញ្ញាទៀតហើយវាមានអាចលទ្ធភាពសម្រេចបានហើយទេវតាតបដិសន្ធិដោយពូជបញ្ញាទៀតហើយនឹងរូបព្រំហ្នឹងបដិសន្ធិដោយបញ្ញាស្រាប់ហើយអញ្ចឹងតែប្រហែលក្រុមហ្នឹងឯងមនុស្សទេវតាហើយនឹងព្រំសត្វណាបាយភូមិអត់មានបដិសន្ធិដោយបញ្ញាអីអាចសម្រេចធម៌បានអត់មានទេហ្នឹងហើយហើយអរូបព្រំក៏អត់ដែរព្រោះអត់មានតិចអត់មានហ្នឹងហើយអត់មានភ្នែកដើម្បីមើលឃើញស្ដាប់ធម៌អីចឹងទៅអញ្ចឹងកន្លែងហ្នឹងអញ្ចឹងចិត្តរបស់ព្រំហ្នឹងគឺអាចកើតបានចិត្តប៉ុណ្ណឹងនៅក្នុងឋានអរូបព្រំយើងមើលហើយទៅហ្នឹងហើយព្រំហ្នឹងមានលោភៈអីដូចយើងព្រំហ្នឹងអាចយើងមើលអត់មានរូបបាវចរៈកាត់ក្នុងអរូបព្រំណាយើងមើលនេះឃើញទេរូបបាវចរៈចិត្ត15អត់មានឃើញទេដកចេញបាត់ហើយមានថាព្រំហ្នឹងបើចង់ចម្រើនឈានគឺចម្រើនពីអរូបព្រំបើសិនជាកាត់អរូបព្រំជាន់ទី2វិញ្ញាណញ្ចាយតនៈអញ្ចឹងពេលចម្រើនអរូបឈានហ្នឹងគឺចម្រើនវិញ្ញាណញ្ចាយតនៈខ្លួនឯងទៅបដៅអញ្ចឹងណាបើនៅក្នុងឋានដែលជាអកិញ្ចញ្ញយតនៈអរូបឈានជាន់ទី3អញ្ចឹងពេលចម្រើនអរូបឈានគឺចម្រើនអកិញ្ចញ្ញយតនៈយកទៅបដៅអញ្ចឹងណាអត់មកចម្រើនអារម្មណ៍ដែលជាអរូបឈាននៅក្រោមអត់ទេហ្នឹងហើយអញ្ចឹងកាលហ្នឹងមានប៉ុណ្ណឹងហើយនឹងចិត្តរបស់អរូបព្រំកាត់បាន46ដួងនឹងសរុបទាំងអស់ហើយដល់អត់អាស្រ័យវត្ថុទេមានន័យថាអត់អាស្រ័យហត្ថយៈអីអត់មានអីទេព្រោះអត់មានរូបអីផងមានតែចិត្តតែអញ្ចឹងកន្លែងហ្នឹងប៉ុណ្ណឹងហើយចំណាំវត្ថុរូបទាំង6និងវិញ្ញាណធាតុទាំង7យ៉ាងมันមានក្នុងអសញ្ញ័យសត្វព្រំទេហ្នឹងអញ្ចឹងវត្ថុ6ហ្នឹងហើយនឹងវិញ្ញាណធាតុទាំង7យ៉ាងมันមានក្នុងអសញ្ញ័យសត្វព្រំទេអញ្ចឹងព្រំហ្នឹងវាអត់មានរូបផងព្រំនៅក្នុងនេះយើងដឹងហើយមានកលបៈតែមួយទេណាដូចជាជីវិតនវកៈកលបៈហ្នឹងហើយជីវិតនវកៈកលបៈរូបព្រំមានតែមួយហ្នឹងឯងអត់មានចក្ខុទេសកៈកលបៈសោតទេសកៈកលបៈអីអត់មានទេអញ្ចឹងណាហើយវត្ថុទេសកៈកលបៈអីក៏ដូចជាអត់មានដែរនឹងអត់មានព្រោះវាអត់មានចិត្តកើតទេអញ្ចឹងវាមានតែជីវិតនវកៈកលបៈប៉ុណ្ណឹងហើយមានវិញ្ញាណអាស្រ័យនៅចង់និយាយថាវាមានធម្មពលចិត្តអាស្រ័យនៅរូបហ្នឹងវាមានទេប៉ុន្តែធម្មពលចិត្តវាត្រង់អញ្ចឹងវាអត់មានបានលោតកាន់វិថីអីដូចយើងអញ្ចឹងណាអត់ទេហើយអស់ពីនឹងមកក៏ជុតិទៅហ្នឹងហើយជុតិមកទេវតាអញ្ចឹងមកមនុស្សមកអីវិញទៅវិលចុះវិលឡើងអញ្ចឹងទៅចឹងនឹងមានប៉ុណ្្នឹងឯងតើតូននឹងវិញ្ញាណធាតុ7ហ្នឹងអាតើតូននឹងព្រំដែលមានតែរូបអត់មានចិត្តតមកទៀតចិត្តជាមួយនឹងវត្ថុហ្នឹងហើយ
tam để ban po mà hơi thà vì nhiên là thiết yang bẩm pal đại bạc cọt lang núi chấm này chán rồi mình à sấy vật thổ cả chấm pua vì nhiên là thiết chấm pua mình nói vì nhiên là thiết phết khác mình bạch à sấy vật thổ có cát lang bàn nè đôi chân này không kia tha sang cả hạ thì đập bốn ban sầm đánh đòi chật đuông khác tới à sấy vật thổ cát có miến đuông khác chuồng cá à sấy vật thổ cát có bàn chuồng cá mình à sấy vật thổ cát có bán có miền này nâng đuông khác mình ban à sấy tiếng vật thổ nam mùi sót ai cát bán có miền này cho lấy cho mờต่อ một tiết prai tha chất sai sẽ bảy đuông từ à sấy vật thổ rúp chất sai sẽ bảy đuông từ sai vật thổ rúp đào bật bạc cọt chỉ e con tắc hay nâng sai sẽ bị đuông chuông cá có à sấy vật thổ rúp chuông cá có mình à sấy mình chăm bạch à sấy này hay rúp ba vai chả chất buồn đuông rúp ba vai chả bị bạc à chất buồn đuông mình à sấy vật thổ nam muối này nam muối lời trên tầng chỉ như một cái thì bái ca trai chật sai sẽ bảy đuông đà sấy vật thổ rúp đà sấy vật thổ rúp cát bạc cọt nè sấy cát vật thổ rúp cát bạc cọt đáo vật thổ tiếng của mùi chứ như mới chật sai sẽ bảy đuông đà à sấy vật thổ rúp cát đáo bạc cọt chứ như mơ chạ khổ về nhìn là chất bị đuông à sấy chạ khổ vật thổ nó cát bạc cọt nó cát bạc cọt miễn hạn ảnh à sấy vật thổ xây thế này sao tạo vật thổ cát sao tạo về nhìn là chất bị đuông à sấy sao tạo vật thổ này cát bạc cọt thì nè về nhìn là chất bị đuông à sấy thì nè vật thổ cát bạc cọt chỉ vào hai về nhìn chất bị đuông à sấy chỉ vào hai vật thổ cát bạc cọt ca về nhìn là chất bị đuông à sấy ca vật thổ cát bạc cọt PK mình nói về nhìn là thiết à hay tục cả vì bạn chật bị đuông à sai hạt tại vật thổ cát bạc cọt này mình nói về nhìn là thiết à hay tục cả vì bạn chật bị đuông à sai hạt tại vật thổ cát bạc cọt PK mình nói về nhìn là thiết à hay tục cả kia là chật bị đuông à sai hạt tại vật thổ cát bạc cọt hạ sẽ tụi bạn chật muối à sai hạt tại vật thổ cát bạc cọt tô xạ chật bị đuông à sai tô xạ vật thổ cát bạc cọt một hai bị bạn chật vậy đuông à sai hạt tại vật thổ cát bạc cọt lúc ba vai chật chật pram đuông à sai hạt tại vật thổ cát bạc cọt sa ta bắt mẹ chật muối à sai hạt tại vật thổ cát bạc cọt hạt ấy bên kia dùng cua sa ta bắt mẹ sai vật thổ cát bạc cọt lấy như mơ tao tiền chật sai sẽ bay đuông ní à sai vật thổ rụp cát đói bạc cọt chỉ e con tạ mình hạt trời ta sai hạt tại giả nữa này mình hạt sai hạt tại giả sai hạt tại vật thổ chặt khẩu vật thổ sao tạo vật thổ ấy chân tới là bay cao pro chật thằng ní rồi mình cao chấm pua tại không bánh chạm vô ca đạp phùm mình sắp đây mình khăn pram bài phùm bốn mà nước tê và đá hay nướng rụp một prum cô cử chật sai sẽ bay đuông rồi mình cao bán cầm nắp đầy phùm cử chấm pua tại không ca một phùm hay nướng rụp một côn của nó rụp một côn cứ rụp một prum được ai rụp prum một prum đập pram cho được ai nâng ai cao không ạ rụp một côn mình bàn nè chân chật phần nó cứ cao được không ạ rụp bọc cô lọt bàn thế cắt chật sai sẽ bay đuông nó cứ cắt hoạt cao được không ở ni tế nè hoạt cao được không ở chật bỏ ạ rụp bọc prum thế chật sai sẽ bay đuông nữa nè chân việc cao trong cô tá sạt này mình khăn pram bài phụng buôn mà nữ tê và đá hay nâng rụp bọc prum ạ rụp bọc prum hoạt miến chật sai sẽ bay đuông tê nè phần nè đong tiệt ca chay chật sai sẽ bị đuông à sai vật thổ rụp cao mình bạc cọt đói vật thổ của mùi mình bạc cọt nó mình tha sai speed đuông nó với cao không ạ rụp prum có việc cao ai nước không ở mình tham à sai vật thổ có vì à sai về khác vì à sai có bàn chẳng hạn mình tha nữa ạ rụp prum có miền chật nắng nơi dương mình vật thổ à sai có vì miền chật nắng bàn này chẳng chừng chật sai speed đuông nó nhưng mà à sai vật thổ cao đói mình bất bạc cọt này miền sực đây thà chuông cá à sai vật thổ cao à sai vật thổ rụp cao chuông cá có mình là sai vật thổ rụp cao này chương chất nứng nè để ăn sai chất đọc đường vì tô xạ bị đường tránh chứng là ạ rụp mà bên tô xạ thế còn đấy miền ạ sao là chất thọ đà bên lô hệ cả là không ạ rụp chất bỏ ạ rụp thọ đà còn đấy ở bên hạt dạ rụp nằm bây sai cao thì
អត់មានអាស្រ័យហត្ថយវត្ថុទេអញ្ចឹងណាហើយមានមហាកុសលមានមហាកិរិយាអីចឹងគឺការគេចម្រើនអរូបព្រំទីបានសោតាសកតិអនាគានោះលោកបានអរូបឈានណាទៅកាត់ក្នុងអរូបព្រំទៅដល់ពេលទៅកាត់ក្នុងអរូបព្រំទៅគឺហ្នឹងហើយពេលទៅកាត់ក្នុងអរូបព្រំទៅចម្រើនទៀតទៅក៏បានជាព្រះអរហន្តក្នុងអរូបព្រំទៅអញ្ចឹងលោកជាមានកិរិយាចិត្តនៅក្នុងអរូបព្រំដែរអញ្ចឹងប៉ុន្តែយ៉ាងតិចដើម្បីចម្រើនគុណធម៌ទៅបានជាថ្នាក់លើបានតើតែមានសោតាទៅណាព្រោះតែមានសោតាហើយគឺមានសោតាបត្តមៈហើយគឺថាមានញាណក្នុងសន្តិបត្តិហើយអញ្ចឹងទោះជាតិកលាប់កាប់ចាក់មិនកសែចិត្តវាមានវិបស្សនាញាណហ្នឹងគឺលោតមកមួយដើម្បីបុគ្គលហ្នឹងមានកសែចិត្តហូរទៅកាន់និព្វានហ្នឹងហើយអរូបាវចរៈកុសលចិត្ត4ដួងនឹងកើតនៅក្នុងអរូបព្រំហ្នឹងហើយដោយអត់ចាំបាច់ស្រ័យវត្ថុទេអរូបាវចរៈកិរិយា4ដួងលោកកត្រៈចិត្ត7វាសោតាបត្តមៈចេញឃើញទេនៅសោតាបត្តមៈចេញដោយសារអីនៅនឹងអត់មានកើតសោតាបត្តមៈនៅនឹងបានទេសោតាបត្តមៈកើតឡើងនៅឋានមនុស្សទេវតានិងរូបព្រំព្រោះត្រូវការដើម្បីមគ្គចិត្តកើតឡើងត្រូវស្ដាប់ធម៌ស្ដាប់អីសិនអញ្ចឹងហ្នឹងប៉ុន្តែផលកចិត្តកើតនៅអរូបព្រំបានបើសិនយើងចូលផលសមាបត្តិយើងបានសោតាបត្តមៈហើយជាព្រះសោតាតែយើងបានអរូបឈានណាជាងទៅកើតនៅព្រំយើងចូលផលសមាបត្តិចឹងផលកចិត្តកើតឡើងនៅក្នុងអរូបព្រំបានប៉ុន្តែសោតាបត្តមៈកើតអត់បានទេហ្នឹងហើយពេលយើងបានសោតានៅនោះហើយយើងចម្រើនឈាននៅនោះទៀតទៅចម្រើនមគ្គនៅនោះទៀតទៅហ្នឹងហើយចម្រើនបាសនាទៅបានសក្តិគិមមគ្គអនាគិមមគ្គព្រះអរហត្តមគ្គឯកើតនៅអរូបព្រំបានអញ្ចឹងណាប៉ុន្តែឲ្យសោតាបត្តមគ្គកើតដំបូងទៅហ្មងអត់ទេហ្នឹងតមកពេលខាមនោវិញ្ញាណធាតុអហេតុកៈកិរិយាចិត្ត1ហ្នឹងរួមចិត្ត42ដួងនេះអាស្រ័យហត្ថយវត្ថុកើតដោយមិនប្រកបព្រោះថាបើចិត្តទាំងនេះកើតក្នុងបញ្ចវោការភូមិហ្នឹងហើយអាស្រ័យហត្ថយវត្ថុកើតមិនប្រកបព្រោះចិត្តទាំងនេះកើតក្នុងបញ្ចវោការភូមិគឺភូមិដែលមានខណ្ឌ5ក៏ត្រូវអាស្រ័យវត្ថុរូបកើតដោយប្រកបហ្នឹងហើយអញ្ចឹងបើសិនជាចិត្តនឹងកើតនៅក្នុងសត្វមានខណ្ឌ5ហ្នឹងគឺបាយភូមិ4មនុស្សទេវតាហើយនឹងរូបព្រំហ្នឹងគឺវាត្រូវអាស្រ័យវត្ថុកើតប៉ុន្តែបើសិនជាចិត្តទាំង42ហ្នឹងវាកើតនៅអរូបព្រំវាអត់ចាំបាច់ទេព្រំមានខណ្ឌ4ហ្នឹងគឺវាអត់ចាំបាច់អាស្រ័យវត្ថុរូបដើម្បីកើតទេហ្នឹងហើយអត់ចាំបាច់កើតអាស្រ័យវត្ថុទេហើយបានសេចក្តីថាចិត្ត42ដួងនេះកើតនឹងការបុគ្គលនិងរូបបុគ្គលវាអសញ្ញ័យសត្វនិងអសញ្ញ័យសត្វតាបុគ្គលអញ្ចឹងវារូបព្រំព្រោះរូបព្រំហ្នឹងគឺព្រំមានតែរូបអសញ្ញ័យសត្វបុគ្គលហ្នឹងគឺបញ្ហាព្រំហ្នឹងបដិសន្ធិមកមានតែរូបទេហ្នឹងហើយរូបបុគ្គលនេះគឺដល់រូបព្រំធម្មតាមានចិត្តវិញ្ញាណធម្មតាគាត់ថាជារូបបាវចរៈចិត្ត15ហ្នឹងហើយដល់ពេលអសញ្ញ័យសត្វនេះមានថាជាព្រំដែរដោយអំណាចបញ្ញមច្ឆានឹងដែរប៉ុន្តែដោយអំណាចគេហៅថានឿយណាយនឹងចិត្តណាហ្នឹងហើយនឿយណាយនឹងចិត្តទៅក៏បដិសន្ធិមានតែរូបទៅចិត្តអត់កើតទេមានតែរូបតេទៅអត់មានចិត្តកើតឡើងទេអញ្ចឹងអត់មានចិត្តដួងណាកើតក្នុងអសញ្ញ័យសត្វអត់មានទេណាបើបដិសន្ធិមកជាព្រំនឹងដេកឈោអង្គុយនឹងឈោ500មហាកាប់ទៅដេក500មហាកាប់ទៅប៉ុន្តែរូបគេស្អាតហ្នឹងរូបគេស្អាតភ្លឺធំអីចឹងទៅគាត់ថាវាឆ្កឹងដូចរូបចម្លាក់អញ្ចឹងហ្នឹងប៉ុន្តែមានធម៌ពលចិត្តអាស្រ័យមិនមែនរូបដូចដុំថ្មទេហើយអស់អំណាចហ្នឹងទៅរូបនឹងលរីខ្សលមកបដិសន្ធិទេវតាវិញអីចឹងទៅហ្នឹងហើយត្រូវអាស្រ័យហត្ថយវត្ថុហ្នឹងហើយកើតដោយប្រកបអញ្ចឹងការបុគ្គលរូបបុគ្គលអីត្រូវអាស្រ័យហត្ថយវត្ថុកើតដោយប្រកបប៉ុន្តែបើកើតនឹងអរូបព្រំអរូបបុគ្គលហ្នឹងមិនចាំបាច់អាស្រ័យវត្ថុណាឡើយក៏កើតបានដែរហ្នឹងចិត្ត42ដួងហ្នឹងចង់បញ្ជាក់ប៉ុណ្ណឹងតមកទៀតអរូបាវចរៈចិត្ត4ដួងមិនអាស្រ័យវត្ថុរូបកើតដោយប្រកបចឹងចិត្តដែលមិនបានអាស្រ័យវត្ថុរូបនឹងឲ្យដោយប្រកបមាន4ដួងហ្នឹងគឺអរូបាវចរៈវិបាកចិត្ត4ដួងព្រោះអរូបាវចរៈវិបាកចិត្ត4ដួងនេះកើតបានចំពោះតែអរូបភូមិនឹងយើងមើលអរូបាវចរៈកុសលចិត្តអីហ្នឹងអាហ្នឹងយើងចម្រើនអរូបឈាននឹងអរូបឈានពីយើងកើតអរូបឈានកុសលអរូបឈានកិរិយាអីយើងឃើញហើយគឺកើតនៅឋានមនុស្សបានចិត្តហ្នឹងណាចិត្តហ្នឹងកើតនៅឋានមនុស្សបានចិត្តហ្នឹងកើតនៅឋានទេវតាបានឋានរូបព្រំអីក៏កើតបាន
ប៉ុន្តែអរូបាវចរៈវិបាកចិត្តគឺជាចិត្តធ្វើកិច្ចបដិសន្ធិតែម្យ៉ាងជតិបដិសន្ធិតែម្យ៉ាងអត់មានមកធ្វើតទីអីទេអញ្ចឹងមានន័យថាបើសិនជាអ្នកនឹងបានអរូបបឈានហើយនឹងមានថាបើធ្វើបដិសន្ធិនៅអរូបព្រំតែម្យ៉ាងហើយធ្វើបដិសន្ធិជតិបវាំងតែម្យ៉ាងនៅក្នុងឋានអរូបព្រំហ្នឹងអញ្ចឹងចិត្តអរូបាវចរៈចិត្ត4ដួងនោះអត់មកកើតនៅក្នុងហ្នឹងហើយអត់មកកើតនៅក្នុងភពផ្សេងទេហ្នឹងហើយនៅក្នុងរូបភពហើយនឹងក្នុងភពមនុស្សទេវតាអត់កើតទេព្រោះបើកើតត្រូវអាស្រ័យវត្ថុអីអញ្ចឹងណាអញ្ចឹងនេះវាអត់មានវាកើតតែអរូបព្រំតែម្យ៉ាងហើយក៏ចិត្តនឹងអត់អាចមកកើតនៅឋានមនុស្សអត់ទៀតតើតាមយើងស្លាប់ទៅបដិសន្ធិនៅអរូបព្រំតែម្ដងអញ្ចឹងចិត្តនឹងគេសង្គ្រោះថាវាអត់កើតអាស្រ័យវត្ថុអីទាំងអស់អញ្ចឹងណាអញ្ចឹងវាយើងបានអរូបឈានមែនប៉ុន្តែជាអរូបឈានកុសលហ្នឹងហើយអញ្ចឹងដល់ពេលបដិសន្ធិគឺអរូបាវចរៈវិបាកចិត្តនេះហ្នឹងអរូបាវចរៈចិត្តនឹង4ដួងហ្នឹងហើយអញ្ចឹងនៅបដិសន្ធិទៅគឺធ្វើចុតិបដិសន្ធិហើយចោះមកវិញហ្នឹងអញ្ចឹងកើតនៅក្នុងតែអរូបព្រំទេចិត្តហ្នឹងណាអត់អាចកើតនៅក្នុងឋានមនុស្សទេអញ្ចឹងហើយវាអត់អាស្រ័យវត្ថុណាទាំងអស់តែជាភូមិមិនមានរូបធម៌ហ្នឹងហើយមានតែនាមធម៌ប៉ុណ្ណោះគឺមានតែនាមខណ្ឌ4បានដល់វេទនាសញ្ញាសង្ខារវិញ្ញាណខណ្ឌចំណែករូបខណ្ឌមិនមានទេហ្នឹងហើយអរូបភូមិនោះទៅមានឈ្មោះម្យ៉ាងទៀតថាចតុវោការភូមិហ្នឹងហើយមានភូមិដែលមានខណ្ឌ14សេចក្តីនេះគឺថាអរូបាវចរៈវិបាកចិត្តកើតបានចំពោះតែអរូបភូមិប៉ុណ្ណោះហ្នឹងហើយមួយទៀតចំណែកអរូបាវចរៈកុសលអរូបាវចរៈកិរិយានឹងអាចកើតក្នុងភូមិដតីបានវាតែអបាយភូមិហ្នឹងហើយអញ្ចឹងមានថាអរូបឈានឯហ្នឹងគឺយើងអាចចម្រើនកើតឡើងនៅឋានមនុស្សបានអញ្ចឹងណាឋានមនុស្សឋានទេវតាអីឋានព្រំអីបានរូបព្រំតែវាសត្វអបាយភូមិចេញពីសត្វអបាយភូមិมันអាចចម្រើនភាវនាអីចម្រើនឲ្យសម្រេចឈានកើតមគ្គកើតផលអត់ទេព្រោះដោយសារតែมันបានបដិសន្ធិដោយត្រៃហេតុហ្នឹងអីគេហ្នឹងហើយបដិសន្ធិដែលមានពូជបញ្ញាលោភអលោភៈអទោសៈហ្នឹងហើយហ្នឹងត្រៃហេតុហ្នឹងចំណែកឲ្យតាំងពីកាមភពមនុស្សអីមកហ្នឹងសុគតិភពឡើងទៅតិហេតុកៈបុគ្គលនឹងបុគ្គលបដិសន្ធិហេតុ3ហ្នឹងវាហេតុដោយត្រៃហេតុហ្នឹងបញ្ញាអលោភៈអទោសៈហ្នឹងហេតុ3ហ្នឹងចេតសិកហ្នឹងក្នុងបដិសន្ធិវិញ្ញាណរបស់យើងហ្នឹងអាចចម្រើនភាវនាឲ្យសម្រេចដល់អរូបឈានកុសលបានព្រោះកុសលបានឬព្រះអរហន្តអាចចម្រើនអរូបភាវនារហូតដល់សម្រេចអរូបឈានកិរិយាបានហ្នឹងហើយដោយហេតុនោះចំពោះអរូបាវចរៈវិបាកចិត្តសឹងធ្វើនីតិបដិសន្ធិពវាំងជតិរបស់អរូបបុគ្គលដោយចំពោះទៅពោលបានថាអរូបាវចរៈវិបាកចិត្តកើតបានចំពោះតែអរូបភូមិហ្នឹងហើយប៉ុណ្ណោះដូច្នេះហើយទៅអរូបាវចរៈវិបាកចិត្ត4ដួងនេះមិនចាំបាច់ត្រូវមានវត្ថុរូបជាទីអាស្រ័យកើតឡើយចិត្តសិកជាមួយនឹងវត្ថុរូបចិត្តអាស្រ័យវត្ថុរូបកើតយ៉ាងណាចិត្តសិកដែលជាធម៌ប្រកបជាមួយនឹងចិត្តក៏អាស្រ័យវត្ថុរូបកើតក៏យ៉ាងនោះដែរហ្នឹងការចែកចិត្តសិក52ដោយវត្ថុរូប6ចិត្តសិកដែលអាស្រ័យចក្ខុវត្ថុសោតវត្ថុធានវត្ថុជីវហវត្ថុកាយវត្ថុកើតដោយប្រកបមិនមានហ្នឹងហើយចឹងគេថាចែកដោយចិត្តសិកនេះចែកដោយចិត្តសិកជាមួយនឹងវត្ថុរូបអញ្ចឹងចិត្តសិកចិត្តនឹងវាកើតឡើងអាស្រ័យវត្ថុយ៉ាងណាចិត្តសិកក៏អញ្ចឹងដែរហ្នឹងគេសម្ដែងន័យដល់ខ្លីហ្នឹងហើយការចែកចិត្តសិក52ដោយវត្ថុ6ហ្នឹងឲ្យចិត្តសិកណាមួយដែលកើតឡើងអាស្រ័យវត្ថុហ្នឹងហើយដែលអាស្រ័យវត្ថុ6ហ្នឹងណាមួយដោយប្រកបវាអត់មានទេហើយបើចិត្តសិកដែលអាស្រ័យសោតវត្ថុធានវត្ថុជីវហវត្ថុដែលកើតដោយមិនប្រកបហ្នឹងមានហ្នឹងហើយមាន7អាហ្នឹងក្នុងសព្វសាធារណៈចិត្តសិក7ហ្នឹងហើយមានភាសៈវេទនាសញ្ញាឯកតកតាជីវតិនត្រីមនសការៈអីហ្នឹង7ហ្នឹងគឺនៅក្នុងទ្វីបបញ្ចវិញ្ញាណចិត្ត10នេះយើងទៅមើលទៅក្នុងបោឆាទី1យើងថាមាន7នឹងមែនអត់ហ្នឹងហើយ10ដួងហ្នឹង
នឹងកើតក្នុងចិត្តទាំង10ដួងហ្នឹងគឺចក្ខុវិញ្ញាណសតវិញ្ញាណគឺមានសព្វសាធារៈចិត្ត7ហ្នឹងក្នុងទ្វីបនេះទ្វីបបញ្ចវិញ្ញាណចិត្ត10ដួងហ្នឹងអញ្ចឹងវាកើតដោយអាហ្នឹងវាកើតដល់ហ្នឹងផងវាកើតនៅក្នុងផ្សេងផងអញ្ចឹងណាវាមិនប្រកបវាកើតចំពោះវត្ថុហ្នឹងតែវាកើតមិនប្រកបព្រោះវាកើតនៅក្នុងអាស្រ័យហត្ថយៈវត្ថុអីដែរអញ្ចឹងណាហើយចិត្តសឹកដែលអាស្រ័យហត្ថយៈវត្ថុកើតដោយប្រកបមាន6នឹងអាស្រ័យហត្ថយៈវត្ថុកើតដោយប្រកបមកបើអត់មានហត្ថយៈវត្ថុទេចិត្តនឹងអត់កើតទេតោចតុកៈ4តោចតុកៈចិត្តសឹក4មានអីគេខ្លះតោចតុកៈចិត្តសឹក4មានតោសៈនិងតោសៈចិត្តសឹក1ហើយអ៊ីសាតមកទៀតមច្ឆរិយៈហើយកុកចៈ4ហ្នឹងអាហ្នឹងតោចតុកៈចិត្តសឹក4ក្នុងបឆែតទី1ទី2ហ្នឹងវារៀនរួចហើយចឹង4ហ្នឹងអត់កើតនៅក្នុងនឹងអត់កើតឡើងត្រូវតែអាស្រ័យវត្ថុតែម្យ៉ាងហត្ថយៈវត្ថុតែម្យ៉ាងចំពោះតែកាមភូមិ11អរូបភូមិ4ហ្នឹងហើយមនុស្ស1និងទេវតា6ជាន់តែតោសៈនេះអត់កើតនៅក្នុងរូបព្រំទេរូបព្រំអរូបព្រំអីតោសៈទេចឹងដូចយើងឃើញហើយវាស្រ័យហត្ថយៈពេលយើងខឹងម្ដងបេះដូងយើងមិនដែរហ្នឹងហើយជួនកាលភើតអស់ហើយក្នុងទ្រូងភើតពុះអស់ហើយជួនកាលទៅវាស្រើមកជួនកាលទៅវារហ័សធ្ងន់ក្នុងខ្លួនធ្ងន់ហ្នឹងអាហ្នឹងគឺថាអាការៈរបស់តោសៈចិត្តដែលកើតឡើងហ្នឹងវាមានកកចៈមានអីដែលមានកម្លាំងខ្លាំងវាភើតវាស្រាវអស់ហើយហ្នឹងហើយអាហ្នឹងតាក់ទងនឹងចិត្តហ្នឹងអញ្ចឹងហើយទៅពេលដែលយើងខឹងម្ដងហ្នឹងគឺបេះដូងហ្នឹងគឺអត់មានដូចលោភៈកើតឡើងអត់មានអាស្រ័យហត្ថយៈវត្ថុតែម្យ៉ាងអត់មានលោភៈណាឃើញទេលោភៈចិត្តសឹកអីអត់ទេណាអរូបព្រំក៏កើតបានដែរប៉ុន្តែយើងមើលតោសៈនេះពេលដែលយើងខឹងនឹងបេះដូងយើងគឺចាប់ដើមបិបមកហ្នឹងខ្លួនអញ្ញោទៅដោយសារអីវាអាស្រ័យហត្ថយៈអញ្ចឹងបេះដូងហ្នឹងវាមានកម្លាំងក្នុងការរឿងខឹងរឿងអីហ្នឹងយើងដើរខុសប្រកក្តីរាងកាយយើងជាមួយពេលចាំខ្លួនឯងខឹងអញ្ចឹងដោយសារតែវាអាស្រ័យហត្ថយៈវត្ថុអបមញ្ញាចិត្តសឹក2នេះហ្នឹងហើយអាហ្នឹងក៏អាស្រ័យហត្ថយៈដែរព្រោះតែងកើតបានតែក្នុងបញ្ចវោការភូមិហ្នឹងហើយចុះក្នុងអរូបព្រំមាននេះអត់ហ្នឹងហើយយើងមើលអរូបព្រំមាននេះអត់មានករណាមុទិតាអត់អរូបព្រំអត់មាន2នេះទេហ្នឹងករណាមុទិតាចិត្តសឹកនេះអត់មានទេព្រោះអីព្រំហ្នឹងវាមានអារម្មណ៍ខាងក្រៅជាអារម្មណ៍យើងមើលយើងរៀនអារម្មណ៍មុនហ្នឹងយើងមិនរៀនអារម្មណ៍ខាងក្រៅណាហ្នឹងហើយមុទិតាករណាប្រភេទពួកពីហេដ្ឋាអារម្មណ៍ខាងក្រៅហើយព្រំហ្នឹងមិនមានអារម្មណ៍ខាងក្រៅបានទៅវាមានតែអារម្មណ៍ខាងក្នុងហ្នឹងព្រោះអីព្រំហ្នឹងមើលរូបមិនឃើញមើលរូបមើលសម្លេងដឹងក្លិនដឹងរសមិនឃើញវាដឹងតែចិត្តខ្លួនឯងជាមួយអារម្មណ៍ខ្លួនឯងដែលគិតនឹងប៉ុណ្្នឹងអញ្ចឹងហ្នឹងហើយអញ្ចឹងទៅអត់មានទៅឃើញរូបពីណានៃអត់មានភ្នែកអត់មានតិចទៅឃើញរូបពីណាទៅឮរឿងពីណាពីណីអាណិតគេហ្នឹងព្រំហ្នឹងអត់មានទេអាហ្នឹងអរូបព្រំណាតែរូបព្រំមានអាណិតមានមេត្តានេះរូបព្រំសវោប៉ុន្តែអរូបព្រំអត់មានអាហ្នឹងទេអញ្ចឹងណាព្រោះជាអារម្មណ៍ខាងក្រៅអញ្ចឹងហើយទៅហ្នឹងហើយនៅក្នុងមនុស្សទេវតានៅសត្វនៅអបាយភូមិ4ក៏មានការអាណិតដែរអាណិតរីករាយអីដែរក៏វាមិនសូវមានហើយសបោថាសបោមេត្តាករណាមុទិតានេះសបោនៅឋានមនុស្សទេវតានិងព្រំរូបព្រំអញ្ចឹងណាតែអរូបព្រំអត់មានទេនឹងចិត្តសឹក2នេះអញ្ចឹងមហាកុសលក្នុងអរូបព្រំហ្នឹងគឺហ្នឹងហើយនឹងអត់មានមុទិតានិងករណានេះទេប៉ុន្តែ3នេះមានអត់អានឹងគេអត់បញ្ជាក់អញ្ចឹងណាគេបានបញ្ជាក់គាត់ថា3នេះវាតកតងទៅនឹងអារម្មណ៍ជាកុសលអកុសលមានបរមត្ថជាអារម្មណ៍ហ្នឹងប៉ុន្តែអ្វីដែលគេខាងកពីបញ្ជាក់លោកថា2នេះគឺអត់កើតទេហ្នឹងចិត្តសឹក2នេះហ្នឹងអញ្ចឹងកន្លែងហ្នឹងមានប៉ុណ្ណឹងហើយទៅទៀតចិត្តសឹកដែលអាស្រ័យហត្ថយវត្ថុកើតដោយមិនប្រកបអញ្ចឹងចិត្តសឹកហ្នឹងវាអាស្រ័យហត្ថយវត្ថុដែលកើតដោយមិនប្រកបអាស្រ័យហត្ថយវត្ថុកើតដោយមិនប្រកបអាស្រ័យហត្ថយវត្ថុកើតដោយមិនប្រកបហ្នឹងមាន46ដួងមានអញ្ញសមាណាចិត្តសឹក13អកុសលចិត្តសឹក10វាតោចតុកៈចិត្តសឹក4ហ្នឹងហើយ
Nâng mình tha vì ai asrai hạt dạ vật thụ cao các bán nâng này mình asrai các bạn nâng này sao phản ạ chết sắc phải bày chứng bộ chết sắc bảo vệ các nông prom rùa prom vì chết sắc nâng cao được nông lỗ phẹ nông ấy vì cho mày thời ca hạt dạ vật thụ thì bộ rùa prom miền hạt dạ vật thụ phòng này vì apa mà nhà chết sắc vìโดยฉะนั้นចិត្តសឹកដែលអាស្រ័យវត្ថុ6កើតដោយប្រកបមាន6ដួងហ្នឹងគឺតោសៈចិត្តសឹក2តោចតកៈចិត្តសឹក4ហើយនឹងអបមញ្ញាចិត្តសឹក2តមកទៀតចិត្តសឹកដែលអាស្រ័យវត្ថុរូបកើតមិនប្រកបមាន46ដួងគឺចិត្តសឹក46ដួងហ្នឹងហើយវាតោចតកៈចិត្តសឹក4អបមញ្ញាចិត្តសឹក2បានសេចក្តីថាចិត្តសឹក46ដួងនេះបើកើតក្នុងបញ្ចវោការភូមិក៏អាស្រ័យវត្ថុរូបកើតនឹងបើវាកើតក្នុងមានថាភូមិដែលមានខណ្ឌ5ណាបើកើតក្នុងចតុវោការភូមិអានេះក្នុងអរូបព្រំក៏មិនចាំបាច់អាស្រ័យវត្ថុកើតទេហ្នឹងហើយហ្នឹងក៏គេបញ្ជាក់ប៉ុណ្ណឹងឥឡូវមានប៉ុណ្ណឹងអត់យើងចូលដល់មួយទៀតចិត្តចប់ហើយតកតងនឹងវត្ថុជាមួយនឹងទ្វាហ្នឹងក៏លោកចង់បញ្ជាក់វត្ថុទ្វាបន្តិចព្រោះវត្ថុជាទីអាស្រ័យកើតរបស់ចិត្តនិងចិត្តសឹកឯទ្វាជាច្រកសម្រាប់ឲ្យចិត្តនិងចិត្តសឹកទទួលដឹងអារម្មណ៍បាទដោយការប្រកាសឡើងជាវិថីអានឹងទ្វាអានឹងវត្ថុមួយអាស្រ័យដើម្បីចិត្តសឹកកើតមួយឲ្យចិត្តសឹកនឹងជាច្រកឲ្យចិត្តសឹកចូលសម្រាប់ឲ្យចិត្តសឹកទទួលដឹងអារម្មណ៍ហ្នឹងហើយជាវិថីឥឡូវយើងមើលលោកខាងមកលោកចែកមិនដូច្នេះទ្វាទាំងវត្ថុនីមួយៗក៏ជាទីអាស្រ័យរបស់ចិត្តនិងចិត្តសឹកដូចគ្នាគឺវត្ថុនោះជាទីអាស្រ័យរបស់ចិត្តនិងចិត្តសឹកចំណែកឯទ្វាជាផ្លូវសម្រាប់ឲ្យចិត្តនិងចិត្តសឹកទទួលដឹងអារម្មណ៍ដូច្នេះចិត្តនិងចិត្តសឹកដែលប្រកបឡើងគ្រប់ខណៈមានសម្ព័ន្ធគ្នារវាងវត្ថុនិងទ្វាដោយច្រើនទើបអាចចែកបានជា4ន័យគឺចិត្តដែលត្រូវអាស្រ័យហ្នឹងហើយទាំងវត្ថុទាំងទ្វាហើយមួយទៀតចិត្តដែលអាស្រ័យវត្ថុតែអត់អាស្រ័យទ្វាទេមួយទៀតចិត្តដែលមិនអាស្រ័យវត្ថុប៉ុន្តែអាស្រ័យទ្វាមួយទៀតចិត្តដែលមិនអាស្រ័យទាំងវត្ថុហើយមិនអាស្រ័យទាំងទ្វាទៀតហ្នឹងអានឹងលោកចែកចិត្តជា4ផ្នែកអញ្ចឹងឥឡូវយើងទៅមើលទៀតឥឡូវចិត្តដែលអាស្រ័យវត្ថុនិងទាំងវត្ថុទាំងទ្វាអញ្ចឹងដែលអាស្រ័យទាំងវត្ថុទាំងទ្វាមាន38ដួងអញ្ចឹងតោសៈចិត្ត2ស្រាប់តែអាស្រ័យហត្ថយវត្ថុហើយអហេតុកៈចិត្ត17ហ្នឹងកើតទៅនឹងកាយបញ្ចវោការភូមិទេភូមិមានខណ្ឌ5ទេអញ្ចឹងវាត្រូវតែអាស្រ័យហត្ថយវត្ថុហើយហ្នឹងហើយវាត្រូវអាស្រ័យទ្វាដើម្បីកើតទៀតហ្នឹងហើយមហាវិបាក8ក៏ត្រូវអាស្រ័យទ្វាហើយអាស្រ័យទ្វាអាស្រ័យវត្ថុព្រមមហាវិបាក8វាបដិសន្ធិតែក្នុងមនុស្សទេវតាអញ្ចឹងមនុស្សទេវតាវាមានអីវាត្រូវមានហត្ថយវត្ថុហើយអញ្ចឹងវាត្រូវតែអាស្រ័យហត្ថយវត្ថុដែលខាតហ្នឹងហើយវាក៏អាស្រ័យទ្វាដែរវាធ្វើតតិលំបនកិច្ចអីចឹងណាហើយរូបាវចរៈកុសល5ដួងអីចឹងទៅហើយរូបាវចរៈកិរិយាចិត្ត5ដួងហើយនឹងសោតាបតមៈ1ហ្នឹងអញ្ចឹងចិត្ត38ដួងហ្នឹងគឺដាច់ខាតត្រូវតែអាស្រ័យវត្ថុអាស្រ័យទាំងទ្វាហ្នឹងទើបកើតអាចកើតប្រកបឡើងបានហើយសង្កេតមើលសេចក្តីផ្សេងគ្នារវាងចិត្តដែលអាស្រ័យវត្ថុកើតនិងចិត្តអាស្រ័យទ្វាកើតនោះមានចំនួនមិនស្មើគ្នាទេនឹងមានចំនួនស្មើគ្នាទេចិត្តដែលអាស្រ័យវត្ថុកើតមានចំនួនកំណត់ដោយចំពោះតែអេកន្តៈហ្នឹងហើយនឹងចិត្តដែលអាស្រ័យវត្ថុកើតណាប៉ុន្តែចិត្តដែលអាស្រ័យទ្វាកើតនោះចំនួនរបស់ចិត្តនៅចំនួនរបស់ចិត្តកើតបានទូលំទូលាយច្រើនជាងឥឡូវយើងមើលហើយចិត្តនេះចក្ខុវត្ថុអាស្រ័យចិត្តកាន់2ដួងសតវត្ថុអាស្រ័យចិត្តកម្លាំង2ដួងត្រេវត្ថុអាស្រ័យចិត្តកម្លាំង2ដួងជីវហវត្ថុអាស្រ័យចិត្តកម្លាំង2ដួងកាយវត្ថុអាស្រ័យចិត្តកម្លាំង2ដួងនិងហត្ថយវត្ថុអាស្រ័យចិត្តកម្លាំង75ដួងអានឹងចិត្តវាកម្លាំងតិចៗណាហ្នឹងហើយក្នុងវត្ថុនីមួយៗប៉ុន្តែដល់ពេលអាស្រ័យទ្វាវិញច្រើនយើងមើលនេះចិត្តដែលអាស្រ័យទ្វាមួយមានចិត្តកើតឡើងដល់ទៅប៉ុន្មាន46ហ្នឹងហើយអានេះ46ដល់ពេលតាមមโนទ្វាដល់67អានេះយើងមើលក្នុងចិត្តកើតតាមទ្វាណាយើងមើលទ្វាសង្ឃហៈបើសិនជាអត់ច្បាស់តើបើកមើលបញ្ជាក់ពួកយើងរៀនរួចហើយអរូបាវចរៈវិបាកចិត្ត4ដួងមិនបាច់អាស្រ័យវត្ថុរូបទេ
នឹងសម្រាប់អនុបាលវចរៈចិត្ត4ដួងចិត្តបដិសន្ធិអរូបព្រំហ្នឹងចិត្តតែបដិសន្ធិវាធ្វើកិច្ច3នឹងឯងចឹងអត់ចាំបាច់អាស្រ័យវត្ថុរូបទេមហាកតៈវិបាកចិត្ត9ដួងក៏មិនបាច់អាស្រ័យទ្វាដែរហ្នឹងហើយចឹងមហាកតៈអានេះកាត់ដល់អត់ចាំបាច់អាស្រ័យវត្ថុរូបហើយអត់ចាំបាច់អាស្រ័យទ្វាទេហ្នឹងអរូបាវចរៈវិបាកចិត្ត4ដួងនេះហើយដល់ពេលមហាកតៈចិត្ត9ដួងនេះគឺវាអត់អាស្រ័យទ្វាទេហ្នឹងហើយប៉ុន្តែរូបរូបាវចរៈវិបាកចិត្ត5ដួងអាស្រ័យទ្វានេះរូបាវចរៈចិត្ត5ដួងនេះអាស្រ័យទ្វាហ្នឹងអាស្រ័យវត្ថុសំទោសអាស្រ័យវត្ថុតែមិនអាស្រ័យទ្វាទេហ្នឹងហើយឥឡូវយើងមើលនេះយើងមើលតនន័យទៅអរូបាវចរៈវិបាកចិត្ត4ដួងហ្នឹងហើយมันបាច់អាស្រ័យវត្ថុទេហើយក៏អត់អាស្រ័យទ្វាដែរអញ្ចឹងណាហើយបើសរុបជាដុំវិញមហាកតៈចិត្ត9ដួងនោះអត់អាស្រ័យហ្នឹងហើយអត់អាស្រ័យទ្វាទេហ្នឹងហើយមហាវិបាកចិត្ត9ដួងអត់អាស្រ័យទ្វាទេប៉ុន្តែក្នុងមហាកតៈវិបាកចិត្ត9ដួងហ្នឹងសម្រាប់អរូបាវចរៈវិបាកអត់អាស្រ័យទ្វាទេសំទោសអត់អាស្រ័យវត្ថុទេឯរូបាវចរៈវិបាកចិត្ត5ដួងអាស្រ័យវត្ថុនេះយើងមើលនេះចិត្តដែរត្រូវអាស្រ័យវត្ថុតែមិនអាស្រ័យទ្វាមាន5ដួងអញ្ចឹងរូបាវចរៈវិបាកចិត្ត5ដួងហ្នឹងហើយអញ្ចឹងវាអាស្រ័យហត្ថយវត្ថុនឹងរូបព្រំមានហត្ថយវត្ថុប៉ុន្តែក្នុងអរូបព្រំអត់មានហត្ថយវត្ថុទេអញ្ចឹងហើយទើបអរូបាវចរៈវិបាកចិត្ត4ដួងហ្នឹងគឺអត់អាស្រ័យទាំងអានេះអត់អាស្រ័យទាំងអានេះអញ្ចឹងណាប៉ុន្តែរូបាវចរៈវិបាកចិត្ត4ដួងវិញអានេះអត់អាស្រ័យទេនៅតែអានេះអាស្រ័យអញ្ចឹងអានេះអាស្រ័យព្រំហ្នឹងគឺមានរូបហ្នឹងហ្នឹងប៉ុណ្ណឹងតមកទៀតរូបាវចរៈវិបាកចិត្ត4ដួងនេះត្រូវអាស្រ័យហត្ថយវត្ថុរូបព្រោះរូបាវចរៈវិបាកចិត្តដែលជាចិត្តរបស់ព្រំបុគ្គលដែលធ្វើនីតិបដិសន្ធិចតិពវាំងបដិសន្ធិរបស់ព្រះព្រំបុគ្គលនោះត្រូវអាស្រ័យហត្ថយរូបវត្ថុហ្នឹងគឺត្រូវអាស្រ័យដល់គ្នានឹងគ្នាហ្នឹងហើយចឹងបដិសន្ធិចិត្តរបស់ព្រះព្រំបុគ្គលហ្នឹងគឺអាស្រ័យជាមួយហត្ថយវត្ថុហ្នឹងហើយរវាងអាស្រ័យគ្នានឹងគ្នាដោយអញ្ញមញ្ញបច្ច័យហ្នឹងដើមអំណាចនៃអញ្ញមញ្ញបច្ច័យអញ្ញមញ្ញបច្ច័យនេះគឺក្នុងបរិឆេទទី8ក្នុងមហាប្រធានដែលជាបច្ច័យហ្នឹងឧបត្ថម្ភដល់គ្នាឧបត្ថម្ភដល់គ្នានឹងគ្នាដើម្បីកើតអញ្ចឹងណាមានថាជួយឧបត្ថម្ភដល់គ្នាដើម្បីកើតនឹងអញ្ញមញ្ញបច្ច័យមានថាបើសិនជាមានតែវិញ្ញាណមិនមានហត្ថយវត្ថុក៏កើតមិនបានមានហត្ថយវត្ថុមិនមានវិញ្ញាណក៏កើតអត់បានអញ្ចឹងណាអញ្ចឹងមានត្រឹមមានពីរហ្នឹងព្រមគ្នាដើម្បីកើតចុបដិសន្ធិវិញ្ញាណនឹងមកហើយមានជាព្រមនឹងមកអញ្ចឹងទាំងពីរហ្នឹងអាស្រ័យគ្នាដើម្បីកើតមួយគ្នាដូចដៃឆ្វេងនិងដៃស្ដាំអញ្ចឹងណាបើដៃឆ្វេងមិនមានដៃស្ដាំមិនមានផ្ទះមិនលឺទេបើមានតែដៃឆ្វេងមិនមានដៃស្ដាំក៏ផ្ទះមិនលឺដែរអញ្ចឹងវីតាមីនទាំងពីរមានចិត្តចង់ផ្ទះទៀតហ្នឹងចឹងពីអញ្ញមញ្ញបច្ច័យគឺជាបច្ច័យដល់គ្នានឹងគ្នាដើម្បីកើតណាហ្នឹងជួយឧបត្ថម្ភគ្នាអញ្ចឹងទៅដើម្បីកើតអញ្ចឹងយើងរៀនក្នុងបរិឆេទទី8មហាប្រធានហើយតទៀតចំណែករូបាវចរៈវិបាកដែលមិនអាស្រ័យទ្វាកើតនោះព្រោះរូបាវចរៈវិបាកចិត្ត4ដួងធ្វើត្រឹមតែនេតិបរិសន្ធិប្រវាំងចុតិជាអេកន្តៈមានតែវាធ្វើកិច្ចតែប៉ុណ្្នឹងដែលនៅក្នុងហើយជាទ្វាវិមុតទៀតអញ្ចឹងវាអត់ត្រូវការអាស្រ័យទ្វាទេផុតចាកទ្វាហើយអរូបព្រំនោះអត់មានហត្ថយវត្ថុទៀតហ្នឹងហើយគឺចិត្តដែលផុតចាកទ្វាដោយប្រកបទើបមិនចាំបាច់អាស្រ័យទ្វាណាឡើយអញ្ចឹងហើយចិត្តដែលមិនអាស្រ័យវត្ថុតែត្រូវអាស្រ័យទ្វាហ្នឹងហើយមិនអាស្រ័យវត្ថុត្រូវអាស្រ័យទ្វាមាន42ដួងហ្នឹងមានអក្សរចិត្ត10បេខាមនោយន្តធាតុហេតុកៈកិរិយាចិត្ត1មហាកុសល8មហាកិរិយាចិត្ត8អរូបាវចរៈវិបាកចិត្តអរូបាវចរៈកុសលចិត្ត4អរូបាវចរៈកិរិយាចិត្ត4និងលោកត្រៈចិត្ត7ហើយវាសោតាបត្តមៈចិត្ត1ហ្នឹងចិត្តដែលមិនត្រូវអាស្រ័យវត្ថុតែត្រូវអាស្រ័យទ្វាហ្នឹងអញ្ចឹងសោតាបត្តមៈទៅដាច់ខាតត្រូវតែអាស្រ័យវត្ថុណាហ្នឹងត្រូវតែអាស្រ័យវត្ថុហើយផ្សេងនេះវាអាស្រ័យទ្វាហ្នឹងតែអត់ចាំបាច់
នឹងអត់ចាំបាច់អាស្រ័យវត្ថុក៏បានដែរចិត្តនេះណាចិត្តបានដួងនេះបើវាកាត់ក្នុងបញ្ចទ្វីវាអាស្រ័យបើវាអត់កាត់ក្នុងបញ្ចទ្វីវាចាំបាច់អាស្រ័យវត្ថុក៏បានដែរដូចក្នុងអរូបព្រំអញ្ចឹងមានអកុសលចិត្តកើតធម្មតាអត់មានហត្ថយវត្ថុអីដើម្បីអាស្រ័យអញ្ចឹងណាតែវាកើតធម្មតាអញ្ចឹងហ្នឹងហើយចង់មានអញ្ចឹងប៉ុន្តែវាអាស្រ័យទ្វាវាមានមโนទ្វារាវចនៈវាមានមโนទ្វាក្នុងរូបអរូបព្រំហ្នឹងអត់មានបញ្ចទ្វាមែនតែមានមโนទ្វាអញ្ចឹងនេះវាមានឧបេខាមโนមានទៀតនេះធ្វើកិច្ចមโนទ្វារាវចនៈនេះហើយកើតអកុសលអីក្នុងចក្រវនៈអីចឹងទៅមហាកុសលវិកិរិយាអីទៅគឺតាមនឹងទៅអញ្ចឹងហ្នឹងហើយប៉ុន្តែសតាបត្តមៈនេះมันអាចកើតក្នុងរូបព្រំទេវាត្រូវតែអាស្រ័យវត្ថុអីវាអាស្រ័យទ្វីហើយវានឹងអាស្រ័យទ្វីហើយអាស្រ័យវត្ថុទៀតអានេះគេរាប់តែចិត្តណាដែរมันអាស្រ័យវត្ថុតែអាស្រ័យទ្វីអញ្ចឹងណានឹងប៉ុណ្ណឹងហើយរួមចិត្ត42ដួងនេះកើតជាមួយនឹងអរូបបុគ្គលហើយมันត្រូវអាស្រ័យវត្ថុរូបកើតឡើយហ្នឹងហើយគឺអរូបព្រំបុគ្គលនោះมันមានវត្ថុរូបទាំង6តែចិត្ត42ដួងនេះត្រូវតែអាស្រ័យទ្វាគឺមโนទ្វាអញ្ចឹងណាទើបអាចកើតបានដែលក្នុងអរូបព្រំបុគ្គលមានត្រឹមតែមโนទ្វាតែមួយប៉ុណ្ណោះទើបជាទីអាស្រ័យរបស់ចិត្ត42ដួងនោះកើតតែមโนទ្វាបានតើមកចិត្តដែលមិនអាស្រ័យទាំងវត្ថុមិនអាស្រ័យទាំងទ្វាមាន4ដួងគឺអរូបាវចរៈវិបាកចិត្ត4ដួងនឹងឯងអរូបាវចរៈវិបាកចិត្ត4ដួងនេះត្រូវអាស្រ័យវត្ថុព្រោះមានវត្ថុដែលនឹងត្រូវអាស្រ័យនិងមិនត្រូវអាស្រ័យទ្វានោះហ្នឹងហើយអរូបាវចរៈវិបាកចិត្ត4ដួងមិនត្រូវអាស្រ័យវត្ថុព្រោះមិនមានវត្ថុដែលនឹងអាស្រ័យមិនអាស្រ័យទ្វានោះព្រោះជាអេកន្តៈទ្វាវិមុតតិចិត្តហ្នឹងហើយអញ្ចឹងមានថាអាចិត្តរបស់បដិសន្ធិរបស់អរូបព្រំហ្នឹងវាបដិសន្ធិអរូបព្រំវាអត់រូបណាអញ្ចឹងវាអត់មានវត្ថុណាត្រូវអាស្រ័យទេហើយក៏អត់មានត្រូវអាស្រ័យទ្វាអីក្នុងមโนទ្វាក៏អត់ដែរវាធ្វើតែកិច្ចចុតិបដិសន្ធិហ្នឹងហើយកិច្ចផុតទ្វាហើយអញ្ចឹងទៅចិត្តដែលផុតចាកទ្វាដោយប្រកបធ្វើនីតិបដិសន្ធិបវាំងចុតិតែម្យ៉ាងរបស់អរូបព្រំបុគ្គលហ្នឹងហើយក្នុងអរូបភូមិប៉ុណ្ណោះរូបភុន4អញ្ចឹងបរិឆេទទី3ឈ្មោះថាបកណ្ណកសង្ឃហវិភាគក្នុងបករណៈអភិធម្មតសង្ឃៈដែលព្រះនរោត្តជាចារ្យបានរចនាទុកហើយចប់ដោយសង្ខេបដោយប្រការយ៉ាងនេះឯងនៃចប់បរិឆេទទី3ដោយបរិបូរណ៍បាទអញ្ចឹងមេរៀនយើងគឺចប់ប៉ុណ្្នឹងហើយមេរៀនចុងក្រោយក្នុងបរិឆេទប៉ុណ្្នឹងមេរៀននេះធ្វើនៅថ្ងៃទី16ខែមិថុនាឆ្នាំ2003យូរហើយហ្នឹងហើយវាជិត20ឆ្នាំហើយហ្នឹងហើយស្ពើនេះបកពីខាងថៃមកណាហ្នឹងហើយអញ្ចឹងខ្ញុំមានត្រឹមប៉ុណ្្នឹងបាទអញ្ចឹងមេរៀនយើងបរិឆេទទី3យើងក៏មកដល់ទីបញ្ចប់នៅពេលហ្នឹងហើយក៏សូមជូនពរដល់ញាតិធម៌ទាំងឡាយដែលបានចូលរៀនបានសិក្សាក៏ឲ្យបានជាបច្ច័យបានដល់ការរួចចាកទុក្ខកុំបីអាក់ខានឡើយហើយក៏បើមានកន្លែងណាខុសទោះយ៉ាងណាក៏សូមកាន់តែបេទោសនឹងរាល់ពាក្យសម្ដីកន្លែងណាកន្លងមកអីអាចនឹងមានខុសហើយមាត់ការចិត្តនិយាយចេះមាត់និយាយចុះតែសង្ឃឹមថាអ្នកស្ដាប់នឹងអាចយល់ហ្នឹងហើយនេះក៏ជាស្រ័យហ្នឹងហើយអញ្ចឹងក៏ខ្ញុំសូមមានប៉ុណ្្នឹងបាទអញ្ចឹងក៏សូមឲ្យរួចចាកទាំងអស់គ្នាសូមអរគុណសូមគោរពជម្រាបលា